បាទថ្ងៃនេះមកបដូរផើងដាក់ប្រទាលមហាត្រជាក់ខ្មៅឬក៏មកុដខ្មៅឲ្យវាស្រស់ស្រាយម្ដងបាទព្រោះអីដីដែលយើងដាក់ដីទុកយូរពេកទៅវាអស់គុណភាពឬក៏វាមានសត្វល្អិតនៅក្នុងដីធ្វើឲ្យប្រទាលនេះអាចពុករលួយឬស្លាប់បានអញ្ចឹងការមើលថែក៏ត្រូវតែយកចិត្តទុកដាក់ផងដែរបាទប្រទាលទាំងពីរមុខនេះប្រទាលមហាត្រជាក់ឬក៏ប្រទាលមកុដបាទអញ្ចឹងដីដែលមានសារជាតិធូរស្រាលលាយផ្សំជាមួយនឹងកំទេចឬក៏ស្រកីដូងជាដើមឬក៏ជីកំប៉ុស្តកុំឲ្យដីមានជីជាតិពេកឬក៏ដីគ្មានជីជាតិអាចធ្វើឲ្យវាមិនល្អឬក៏ស្លាប់ងាយបានបាទដីផ្សំគឺងាយស្រួលដាំទេគឺដីធម្មតាជាមួយនឹងជីកំប៉ុស្តឬក៏ស្លឹកឈើចាស់ដែលអាចផ្ដល់ជាជីបានបាទអញ្ចឹងគឺរបៀបងាយស្រួលបាទនេះអញ្ចឹងនៅពេលដែលយើងបដូរហើយបាទគឺឲ្យរៀបរយគឺយើងដាំទី1ដីហើយនឹងការថែរក្សានេះគឺប្រទាលមហាត្រជាក់ខ្មៅហើយនឹងប្រទាលមហាត្រជាក់ធម្មតាយើងនេះបាទអញ្ចឹងប្រទាលនេះក៏មហាត្រជាក់គឺត្រជាក់ត្រជុំចំណែកឯប្រទាលមហាត្រជាក់នេះគឺការជឿរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយខាងត្រជាក់ត្រជុំហើយចំណែកឯប្រទាលមហាត្រជាក់ខ្មៅនេះគឺពូកែខាងផ្លូវងងឹតគឺការពារពពួកអមនុស្សដែលសកាយសាហាវប៉ុនប៉ងយាយីបាទអញ្ចឹងយើងដាំគឺត្រូវកល់ផើងយើងឲ្យបានស្រួលបួលផងដែរវាអាចបើយើងដាំផ្ទាល់ដីហ្មងយើងអាចថាវាអាចជះឧណភូមិពីក្រោមមកឬក៏អាចធ្វើសត្វល្អិតនេះបានអញ្ចឹងការថែរក្សាគឺបាញ់ស្ប៉ាយដែលយើងដាក់ទឹកហើយក៏បាញ់តាមដងខ្លួនដងនេះវានឹងអញ្ចឹងទៅបាទដើម្បីឲ្យវាត្រជាក់ត្រជុំអញ្ចឹងទៅជាប្រទាលមហាត្រជាក់និងនេះគឺចាស់បុរាណចូលចិត្ត